សម្រាប់បងអូនដែលសើស្រួលខ្លួនធ្វើការហត់អស់កម្លាំងអីហ្នឹងណាបងអូនអាចសាកធ្វើបបរមាន់ញ៉ាំបានណាញ៉ាំឲ្យបាញ់ញើសស្រួលខ្លួនមានកម្លាំងឡើងវិញហ្មងហើយរបៀបធ្វើបបរមាន់ក៏អត់មានអីពិបាកដែរបងអូនត្រូវលាងខ្ទឹមសឲ្យឈ្ងុយល្អសិនណាចាំចាក់អង្ករចូលហើយលាងឲ្យស្ងួតការលាងអង្ករបែបនេះពេលដែលយើងយកទៅដាក់នៅក្នុងបបរធ្វើឲ្យអង្ករហ្នឹងអត់រីកខ្លាំងទេសម្រាប់បបរថ្ងៃនេះខ្ញុំប្រើភ្លៅមាន់តែបងប្អូនក៏អាចប្រើមាន់ទាំងមូលក៏បានដែរយើងត្រូវស្ងោរភ្លៅមាន់ហ្នឹងឲ្យឆ្អិនល្អសិនណាហើយស្រង់យកមកបែកសាច់ដើម្បីងាយស្រួលញ៉ាំហើយសម្រាប់ទឹកស្ងោរមាន់មិញហ្នឹងយើងបន្ថែមការ៉ុតផ្សិតខ្មៅផ្សិតចំបើងនិងអង្ករដែលយើងឆាហើយមិញហ្នឹងចូលមកបងប្អូនថ្ងៃនេះខ្ញុំដាក់ផ្សិតរៀងច្រើនតិចហើយដោយសារចូលចិត្តញ៉ាំហ្មងហើយបន្តមកទៀតយើងបន្ថែមម្សៅស៊ុបស្ករសនិងទឹកត្រីចូលសម្រាប់គ្រឿងទាំងអស់ហ្នឹងបងប្អូនដាក់បន្តិចបន្តិចបានហើយព្រោះពេលដែលយើងដួសញ៉ាំយើងត្រូវបន្ថែមគ្រឿងតាមក្រោយទៀតអញ្ចឹងខ្លាចប្រៃបងប្អូនរំងាស់មើលតែអង្ករយើងរីកល្មមទៅចាំបន្ថែមសាច់មាន់ដែលយើងបេះហើយនឹងចូលតែប៉ុណ្ណឹងបបរមាន់យើងឆ្អិនហើយបងប្អូនសម្រាប់បងប្អូនដែលផ្ដាសាយឬក៏ទលាន់ជាមួយនឹងម្ហូបផ្សេងអាចសាកធ្វើបបរមាន់ញ៉ាំបានណាបើរសជាតិវិញឆ្ងាញ់ខ្លាំងមែនតើហត់ទៅគឺមានជាតិហ្មងបងប្អូន